បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពេលនេះឈាមស្រីស្បែកហើយចាប់ជនមើលបានហើយជុំវិញករណីប្រទះឃើញសពក្មេងស្រីម្នាក់ស្លាប់ទាំងអាក្រក់កាយនៅក្នុងបន្ទប់ទឹកសាលារៀនព្រឹកមិញពុកម៉ែបងប្អូនទាំងអស់គ្នាក្មេងស្រីអាយុ15ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកក្នុងសាលារៀនបឋមសិក្សាវត្តគ្រោះដែលស្ថិតនៅក្នុងសង្កាត់សំរោងខណ្ឌព្រៃភ្នៅរាជធានីភ្នំពេញករណីនេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 8:14 នាទីព្រឹកថ្ងៃទី21ឧសភាឆ្នាំ2025 បើតាមការសន្និដ្ឋានជំហានដំបូងសមត្ថកិច្ចដាក់ការសង្ស័យជាករណីរំលោភសម្លាប់តាមក្រោយបន្ទាប់ពីបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពេលនេះកំណត់មុខសញ្ញាមុខមាត់ក្រុមជនល្មើសបានហើយដែលរំលោភនិងសម្លាប់យុវតីម្នាក់ដើម្បីប្លន់យកទ្រព្យសម្បត្តិនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រោះសង្កាត់សំរោងខណ្ឌព្រែកភ្នៅត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយនៅថ្ងៃទី21ខែឧសភាឆ្នាំ2025នេះប្រតិបត្តិការចាប់ជនល្មើសទាំង3នាក់នេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឧត្តមស្នេហ៍ឯកជួននរិនស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញជនដែលដល់មានអាយុ18ឆ្នាំហើយជនដែលដល់ដែលរួមគំនិតអាយុទើបតែ15និង16ឆ្នាំបើតាមចម្លើយសារភាពពួកគេទាំង3នាក់បានយកថ្នាំងងុយដេកដាក់ចូលទៅក្នុងភេទជ្ជៈឲ្យយុវតីរងគ្រោះផាកហើយក៏ចាប់រំលោភរួចក៏សម្លាប់នាងដើម្បីប្លន់យកទ្រព្យសម្បត្តិជាខ្សែករបស់នាងបើពិតជាសាហាវមែនទែនក្មេងទើបតែអាយុ15 16សោះហ៊ានធ្វើអំពើយ៉ាងព្រៃផ្សៃដែលសង្គមស្អកពើមបើចឹងនៅក្នុងករណីនេះដែរសូមបងប្អូនដែលជាអាណាព្យាបាលសូមប្រុងប្រយ័ត្នបាទទៅលើកូនរបស់ខ្លួនពាក់ព័ន្ធនឹងការដើរលេងយប់បាទសូមធ្វើការហាម5កុំតែចេះអនុញ្ញាតបើជិះសូមបញ្ចប់នៅអត្ថបទនេះតែតាមដែលសិនឲ្យបងប្អូនដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ដើម្បីទទួលបានអត្ថបទផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា